បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់ចែករំលែកទាក់ទងនឹងការរកលុយតាម YouTube បាទអញ្ចឹងប្រព័ន្ធ YouTube គឺជាប្រព័ន្ធបណ្ដាញមួយដែលទាក់ទងនឹងការវីដេអូបាទ share វីដេអូឬក៏យើងអាច search ជាខារ៉ាអូខេបទចម្រៀងឬក៏បទល្បីៗទូទាំងពិភពលោកយើងអាច check មើលបានបាទអញ្ចឹងយើងសិតតែស្គាល់ YouTube គឺជាអ្វីហើយបាទអញ្ចឹងYouTube គឺជាក្រុមហ៊ុនដែលបង្ហោះហៅថាតទៅនឹង clip វីដេអូបងប្អូនបាទអញ្ចឹង YouTube គឺជាកម្មវិធីទូលំទូលាយមួយនៅក្នុងទូទាំងពិភពលោកតែម្ដងបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទរស្មីចង់ជម្រាបជូនទាក់ទងនឹងការបង្កើត YouTube ដើម្បីរកលុយបាទអញ្ចឹង YouTube យើងប្រើ YouTube ក៏អាចបានលុយទទួលលុយពីក្រុមហ៊ុន Google គេឲ្យជាលុយមកដល់យើងដែរនៅពេលដែលយើងមានវីដេអូបង្ហោះទៅធ្វើឲ្យមានអ្នកមើលច្រើនយើងបានលុយកាន់តែច្រើនបាទចឹងរបៀបបង្កើតនោះគឺទី1យើងត្រូវតែមាន email ស្រាប់ខ្លួនឯងផ្ទាល់ខ្លួនមួយបាទចឹងបងប្អូនបើសិនជាបងប្អូនមាន email ស្រាប់អាចដាក់ email នឹងចូលក៏បានឬក៏អាចបង្កើត account email ថ្មីមួយសម្រាប់បងប្អូនក៏បានបាទចឹងអាច create account មួយមកបាទឬក៏ដាក់ account ចាស់ក៏បានបាទចឹងក្នុងការ create Gmail បាទយើងអាចបង្កើត email បានគឺទី1យើងត្រូវតែបំពេញ first name last name ហើយនឹងនេះអាស្រ័យថានេះត្រូវពេញហើយពេញ password មកបាទនេះ confirm password ឬ password ដដែលលើនេះខែឆ្នាំកំណើតនេះ gender យើងអាចមកពេញ page ចឹងមកបាទដោយសារតែខ្ញុំមាន email ស្រាប់អញ្ចឹងខ្ញុំចូលទៅក្នុង email ខ្ញុំតែម្ដងហើយប្រាប់របៀបនៃការបង្កើត email របស់យើងតែម្ដងបង្កើតធ្វើឲ្យ Facebook YouTube របស់យើងនឹងដំណើរការអាចរកលុយបានតែម្ដងបាទអញ្ចឹងខ្ញុំត្រូវ email មួយបាទនេះ email របស់ខ្ញុំបាទអញ្ចឹងយើងលុបចូល email របស់យើងតែម្ដងបាទអញ្ចឹងឥឡូវខ្ញុំមាន email ស្រាប់ហើយអញ្ចឹងបងប្អូនដឹងខ្លះហើយយើងនៅពេលដែលយើងមាន email ស្រាប់យើងគ្រាន់តែចូលក្នុង YouTube យើងវាយពាក្យថា YouTube មកបាទពាក្យថា YouTube មកចឹងវានឹងលុបចូលក្នុង YouTube មានផ្ទាំងវីដេអូផ្ទាំងអីចឹងទៅបាទអញ្ចឹងយើង login account របស់យើងនេះពាក្យថា login ហើយ login ចូលបន្ទាប់ពី login ហើយវាទាមទារឲ្យយើងរើស email មួយសម្រាប់ធ្វើម៉េចឲ្យចូលនៅក្នុងគណនី email របស់យើងអញ្ចឹងយើងយកគណនីណាដែលយើងចង់តែជាគណនីផ្ទាល់ខ្លួនរបស់យើងហើយយើងចូលគណនីរបស់ខ្ញុំតែម្ដងបាទបន្ទាប់មកយើងវាយ password ចូលបាទអញ្ចឹងបន្ទាប់ពីយើងវាយ password ចូលទៅបាទអញ្ចឹងវានឹងចូលទៅផ្ទាំង YouTube ដដែលបាទចេញថា you are now register with YouTube បាទអញ្ចឹងមានន័យថាឲ្យយើងបើយើងបានចូលក្នុងប្រព័ន្ធ YouTube ហើយប៉ុន្តែយើងមិនទាន់អាចរកលុយបានទេវាគ្រាន់តែជាភ្នាក់ងាររបស់ YouTube បាទអញ្ចឹងដើម្បីធ្វើឲ្យទទួលបានឲ្យ YouTube របស់យើងជា YouTube ដែលគេឲ្យលុយមកយើងទីមួយយើងត្រូវតែ verify វាឬក៏ធ្វើឲ្យយ៉ាងម៉េចហើយវីដេអូនៃការធ្វើឲ្យយើងអាចរកលុយបានជាវីដេអូផ្ទាល់ខ្លួនវីដេអូដែលយើងបង្កើតដោយខ្លួនឯងបាទអញ្ចឹងយើងចូលត្រង់នេះមកចុចត្រង់នេះមកបាទចុចត្រង់ហ្នឹងគឺពាក្យថា setting ពាក្យ setting នេះមកបាទបន្ទាប់មកកន្លែងពាក្យ overview នេះបាទអញ្ចឹងបងប្អូនត្រូវតែចូលក្នុងមួយទៀតយើងត្រូវតែ verify email របស់យើងសិនបាទនេះចូលឡើង overview នេះគឺយើងត្រូវតែ create channel បាទឡើង account information បាទ account information ហ្នឹងកន្លែងនេះគេមានពាក្យមួយ advanced ហើយនឹង create channel បាទត្រង់ហ្នឹងគឺយើងចុចពាក្យថា create channel បាទអញ្ចឹងដោយសារតែ channel របស់ខ្ញុំឈ្មោះចឹងទៅយើងអាចបដូរក៏បានយើងអាចជួយ channel តែម្ដងក៏បានបាទយើងអាចដូរក៏បានដែរអាចដូរវាទៅជាអ្វីផ្សេងឬក៏ដាក់ថា Cambodia Music ក៏បានCambodia Song បាទតោះមកយកពាក្យថា create channel ណាបាទដល់ពេលនេះគឺយើងមាន channel មួយហើយ
channel ឈ្មោះថា Cambodia Song បាទអញ្ចឹងបន្ទាប់ពីយើង create channel ហើយយើងចូលទៅក្នុងពាក្យថានេះដដែលជាពាក្យនឹងដដែលជាពាក្យថា setting បាទ setting បាទជាពាក្យ setting ហើយជាពាក្យថា view edition future នេះបាទត្រង់នេះកន្លែងនេះយើងត្រូវឲ្យយើង verify បាទអញ្ចឹងនៅពេលដែលយើងចូលមកគឺត្រូវតែ verify ឲ្យ channel របស់យើងនឹងឲ្យវា full បាទដើម្បី verify បានយើងចុចត្រង់ setting ហើយគឺពាក្យថា setting បាទចូលអញ្ចឹងមកបាទតទៅចូលអញ្ចឹងហើយយើងចូលពាក្យថានេះ view edition channel នេះបាទបន្ទាប់មកចុច verify ចេញ verify ហើយយើងចុចពាក្យថា select country មកវាអូតូឲ្យយើងតែម្ដងយើងយក call បាទអញ្ចឹងយើងចុច continue បាទនេះលេខទូរស័ព្ទដាក់លេខទូរស័ព្ទចូលមកបាទដាក់លេខថ្មីអញ្ចឹងពាក្យថា submit បាទយើងអាចយកតិចបងប្អូនបាទអញ្ចឹងបន្ទាប់មកក្រុមហ៊ុន Google នឹង call មកកាន់ទូរស័ព្ទដៃរបស់យើងតែម្ដងGoogle Phone Verification. Remember, you should not share this code with anyone else, and no one from Google will ever ask for this code. Your code is 86867. Again, your code is បាទនិយាយថា submit បាទអញ្ចឹងការ verify របស់ account YouTube របស់យើងគឺបានពេញជាក់លាក់ហើយបាទយើងបានក្រុមហ៊ុន Google បាន comment មកយើងបានពេញនិកត់ហើយបាទអញ្ចឹងយើងបាន verify វាហើយបាទអញ្ចឹងដើម្បីឲ្យរកលុយបានអញ្ចឹងអាចចំណុចនេះនៅពេលដែលយើង verify ហើយគឺបានហើយបាទនេះអាចចំណុច monetization នេះគឺនេះ the YouTube partner program បាទអញ្ចឹងកន្លែងនេះគឺចំណុចដែលយើងត្រូវតែដឹងបាទអញ្ចឹងកន្លែងនេះมันគឺក្រុមហ៊ុន YouTube ហ្នឹងដើម្បីឲ្យយើងខ្លាយទៅជាភ្នាក់ងាររបស់គេបានអ្នកភ្នាក់ងារចែករំលែកវីដេអូដើម្បីរកលុយនោះគឺយើងអាចរៀនបានបាទអាចចុច like nerd មកដើម្បីគេនឹងធ្វើការបង្ហាញទាក់ទងនឹងធ្វើម៉េចដើម្បីបានលុយបាទនេះគឺមានកម្មវិធីបង្រៀនអញ្ចឹងទៅបាទអញ្ចឹងនៅពេលយើងចង់បាទអញ្ចឹងបន្ទាប់មកយើងយកពាក្យថា setting បាទ setting ពាក្យនេះមកពាក្យថា setting តចេញផ្ទាំងអញ្ចឹងបងប្អូនទៅចេញផ្ទាំងអញ្ចឹងហើយយើងយកពាក្យថានេះកន្លែង view នេះបាទពេលចេញផ្ទាំងអញ្ចឹងហើយយកពាក្យថា advanced ខាងនេះបងប្អូន advanced បាទអញ្ចឹងនេះគឺយើងដើម្បីយើងចង់ថាយើងបញ្ជាក់ដើម្បីរកលុយបានបាទអញ្ចឹងយើងត្រូវ connect ជាមួយប្រទេសបាទដោយសារតែប្រទេសកម្ពុជារបស់យើងមិនអាចរកលុយបានទេបងប្អូនណាគឺថាក្រុមហ៊ុន YouTube Google ហ្នឹងគឺគេអត់តន់ស្គាល់តែបានស្គាល់ប្រទេសកម្ពុជាយើងចង់ថាមិនអត់តន់ឲ្យលុយជាតិទេយើងអាចដាក់ប្រទេសក្រៅបានអាចដាក់ប្រទេសណាដែលជឿនលឿនប្រទេសណាដែលជឿនលឿនជាងគេនៅទូទាំងពិភពលោកហ្នឹងគេអាចដាក់បានអញ្ចឹងខ្ញុំណែនាំឲ្យដាក់អាចដាក់ប្រទេសវៀតណាមឬក៏ប្រទេសថៃដែលជាប្រទេសនៅក្បែរប្រទេសយើងបាទក្បែរប្រទេសយើងដាក់ថៃទៅបាទដាក់ Thailand មកឬក៏ដាក់state ក៏បានដែរបាទអានេះ keyword បាទ keyword ហ្នឹងយើងអាចដាក់ដាក់ថា Cambodia Song បាទ
ចឹងមកតបចុចពាក្យថាsave បាទវា save បាទអញ្ចឹងបន្ទាប់ពីយើងចុច save ហើយយើងចូលទៅ setting ដដែល setting វិញយក setting មកបាទអញ្ចឹងយើងយកកន្លែង view នឹងទៀតបាទថងនៅកន្លែង mode image កន្លែងនេះកន្លែងមុនហ្នឹងគឺយើងមានចំណុចកន្លែងខ្មៅបាទខ្មៅជាបងប្អូនគឺខ្មៅអញ្ចឹងតែឥឡូវវាលែងចេញខ្មៅហើយវាចេញសញ្ញា underball បាទ underball ហ្នឹងនៅពេលដែលយើងបំពេញកន្លែង advanced មិញហើយគឺចេញសញ្ញា underball ឲ្យដល់ពេលដែលយើងចេញសញ្ញា underball ហ្នឹងគឺយើងអាចចុចកន្លែងហ្នឹងទៅដើម្បីរកលុយបានចុចលើវាមួយទៅដើម្បីរកលុយបានបាទចុចលើវាទៅវានឹងដំណើរការបាទអញ្ចឹងបន្ទាប់ពីចុច underball វាចេញផ្ទាំងមួយទៀតយើងចុចពាក្យថាចុចបាទចុចថា underball my account បាទថងណាយើងចុចគ្រីសវាទៅគ្រីសវាទាំង3ក៏បានដែរបងប្អូនគ្រីសទាំង3ក៏បានគ្រីសទាំង3ដែរហើយយើងជិះពាក្យថា accept បាទនេះចុចថា go it បាទដែលបាទដោយសារតែវីដេអូយើងអត់មានវីដេអូសោះអញ្ចឹងណាបងប្អូនបាទដោយសារតែយើងថ្មីយើងអត់មានវីដេអូបាទអញ្ចឹងយើងអាចអាប់ឡូតវីដេអូមកសាកល្បងមើលថាមានអាចអូនលុយបាននៅបាទអញ្ចឹងធម្មតាវីដេអូនៅពេលដែលយើងអាប់ឡូតទៅវាចេញសញ្ញាដុល្លារឲ្យយើងបាទដូចជា Facebook របស់ខ្ញុំ YouTube របស់ខ្ញុំមួយដែលចូលទៅគឺមានសញ្ញាដុល្លារឲ្យតែម្ដងបាទអញ្ចឹងខ្ញុំអាចចូលសាកល្បងឲ្យបងប្អូនមើលក្នុង YouTube របស់ខ្ញុំមួយទៀតដែលអាចរកលុយបានហើយហ្នឹងបាទអញ្ចឹង login account ចូលមកបាទចាំតិចបងប្អូនណាបាទនេះគឺជា YouTube របស់ខ្ញុំដែលខ្ញុំបានបង្ហោះវីដេអូប្រហែលជា30វីដេអូហើយបាទអញ្ចឹងវីដេអូនោះគឺមកជាវីដេអូខ្ញុំធ្វើផ្ទាល់ខ្លួនវីដេអូដែលដែលយើងធ្វើដោយខ្លួនឯងតែម្ដងបាទយើងអត់មានយកពីអ្នកដទៃទេបាទជាវីដេអូដែលយើងបង្កើតខ្លួនឯងតែម្ដងបាទអញ្ចឹង YouTube នៅពេលដែលយើងចង់បានលុយចង់បាននេះពី YouTube គឺថាយើងបង្កើតវីដេអូខ្លួនឯងដើម្បីបង្ហោះទៅឲ្យមានអ្នកមើលច្រើនបានលុយហ្នឹងបងប្អូនណាបាទអញ្ចឹងមើលឡើងវីដេអូរបស់ខ្ញុំបាទបាទចុះវីដេអូរបស់ខ្ញុំនេះវីដេអូរបស់ខ្ញុំបាទវីដេអូដែលអាចរកលុយបានគឺចេញសញ្ញាដុល្លារបាទចេញសញ្ញាដុល្លារអញ្ចឹងមកហើយសញ្ញាផែនទីអញ្ចឹងទៅវីដេអូដែលយើង copy ពីគេគេហៅថា copyright ហ្នឹង copy ពីគេមកគឺចេញសញ្ញាខ្វែងដុល្លារដែលយើងអាចរកលុយបានដែរចេញសញ្ញាខ្វែងបែបនេះបងប្អូនណាបាទអញ្ចឹងខ្ញុំមានកម្មវិធីមួយទៀតដែលចង់ឲ្យបងប្អូនទោះបីជាយើងគ្រាន់តែច្នៃយកវីដេអូពីគេដែរប៉ុន្តែយើងយកមកច្នៃតិចតួចហើយយើងបង្ហោះចូល YouTube វិញនោះ YouTube វានឹងវាមិនអានេះទេយើងវាមិនចាប់យើងទេយើងគេនឹងដូរលុយឲ្យយើងតែម្ដងបាទនោះជាកម្មវិធីមួយទៀតដែលកម្មវិធីថាកម្មវិធី Freedom បាទកម្មវិធី Freedom ហ្នឹងនឹងជួបនៅវីដេអូក្រោយបាទវីដេអូនេះខ្ញុំចង់មករៀនទាក់ទងនឹងការបង្កើត YouTube ឲ្យតែប៉ុណ្្នឹងទេបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទជម្រាបលា